Idam khopana bhikkhave dukkham mariva satcham មានលោកអ៊ំមួយគាត់សួរថាបើគេចេះតែនិយាយលៀបពណ៌យើងតើយើងត្រូវតបតយ៉ាងម៉េចលោកគ្រូនឹងគាត់ថាជាគាត់ខំធ្វើបន់ធ្វើអីច្រើនទៅមានតេតងច្រើននឹងតាមការយល់របស់លោកចាស់គ្រូឯកណាសូមអធិស្ឋានកណាសូមភ្ជាប់ទៅលោកចាស់គ្រូតែម្ដងហើយឲ្យអាត្មាបកស្រាយមិនតើគួរតបទៅវិញយ៉ាងម៉េចចំពោះការនិយាយមូលបង្កាច់គេឈ្មោះអានឹងវាអាស្រ័យទៅលើតំបន់ទៅលើប្រទេសដែលយើងរស់នៅបើប្រទេសនឹងវាមានច្បាប់ទម្លាប់អីត្រឹមត្រូវអានឹងគឺគិតតាមហ្នឹងអ្នកណាបង្កាច់ខូចគេឈ្មោះគេត្រូវធ្វើម៉េចអានឹងយើងរស់នៅតាមហ្នឹងយើងយល់ពីច្បាប់ហ្នឹងទៅធ្វើតាមច្បាប់ហ្នឹងទៅប៉ុន្តែបើត្រឹមតែការនិយាយវាមិនប៉ះពាល់ដល់សុវត្ថិភាពគ្រាន់តែជាការនិយាយវាមិនប៉ះពាល់ដល់ការរស់នៅវាគ្រាន់តែថាធ្វើឲ្យយើងខ្មាស់គេអីធម្មតាអញ្ចឹងវិធីសាស្ត្រខ្លះការនៅស្ងៀមក៏ជាវិធីសាស្ត្រឆ្លើយតបយ៉ាងត្រជាក់មួយប៉ុន្តែមិនមែនបានន័យថាយើងឈប់ធ្វើឯឧទាហរណ៍យើងធ្វើការងារនេះទេប៉ុន្តែគេថាយើងធ្វើអញ្ចក់ថ្ងៃហ្នឹងគេអត់យល់ប៉ុន្តែថ្ងៃក្រោយគេនឹងយល់ដោយសារយើងនៅតែធ្វើមិនមែនឈប់ធ្វើទេមិនមែនការមិនឆ្លើយតបគណៈខ្លះហ្នឹងវាជាការបង្ហាញនៅលក្ខណៈអន់ទួនខ្សោយអត់ទេអាចថាជាកម្លាំងជាការបង្ហាញនៅភាពរឹងមាំជាងការដែលឆ្លើយតបទៅទៀតផងពីព្រោះធ្វើឲ្យអ្នកដែលមូលបង្កាច់យើងនឹងស្មានចិត្តយើងអត់ត្រូវហើយបើចាក់មកយើងច្រឡោតភ្លាមមានន័យថាលំពេងមាត់របស់គេនឹងវាបានសម្រេចហើយក្នុងន័យនេះដូចជាព្រះសម្មាសម្ពុទ្ធប្រាប់ភិក្ខុទាំងឡាយញយដងដែរពាក្យដែលវាអត់ប្រយោជន៍ណាដែលគេកាត់ចែកគេចោតមកវាអត់ប្រយោជន៍ហើយវាមិនដល់ថ្នាក់ព្រំបតនវាមិនដល់ឲ្យថ្នាក់យើងងាប់ដោយសារពាក្យហ្នឹងនេះឧទាហរណ៍ដូចជាពេលមួយព្រះភិក្ខុសង្ឃលោកទៅបួសនៅក្នុងទៅបិណ្ឌនៅក្នុងស្រុកឮមេម៉ាយជេរលោកតងោលហ្នឹងមកនាំប្តីអញទៅបួសសាសនាអីមកនាំគេឲ្យដាច់ពូចឹងជេរចឹងពូមេម៉ាយជេរព្រះអង្គជេរភិក្ខុសង្ឃអីចឹងភិក្ខុទាំងឡាយក៏ទៅក្រាបទូលព្រះអង្គថាមេម៉ាយជេរថាព្រះអង្គដឹកនាំឲ្យដាច់ពូមនុស្សព្រោះឲ្យប្រុសទៅបួសអីចឹងព្រះអង្គប្រាប់ថាមនាភិក្ខុទាំងឡាយអ្នកចូលរក្សាភាពស្ងៀមស្ងាត់ទៅតែមួយសប្តាហ៍ទេគេអស់កម្លាំងជេរហើយចុះបើយើងជេរតវាមិនមែនជាការបង្ហាញនៅលក្ខណៈខ្លាំងទេគឺបង្ហាញនៅលក្ខណៈឈឺចាប់មានន័យថាការជេររបស់គេនោះការមូលបង្កាច់របស់គេនោះវាបានសម្រេចហើយដល់តែយើងអត់តក្នុងគណៈខ្លះវាទៅឲ្យគេឆ្ងល់ទៅវិញបានមួយសប្តាហ៍ក្រោយមកឃើញលោកនៅតែញញឹមធម្មតាchứមិនញញឹមប្រឈឺគឺលោកទូលមានចិត្តលោកបានអញ្ចឹងប៉ុន្តែលោកនៅតែធ្វើណាត់នៅបួសនៅតែបំបួសអញ្ចឹងមិនមែនគេជេរអញ្ចឹងឈប់ឲ្យស្ងៀមលែងហ៊ានតឈប់ធ្វើណានៅតែធ្វើអញ្ចឹងបានមួយម៉ាយហ្នឹងក៏គេគិតសារឡើងវិញឯងនាំគ្នាជេរលោកជេរយូរទៅជេរច្រឡំទាំងប្តីឯងដែរប្តីមកបិណ្ឌដែរនោះហើយមើលទៅលោកមានសេចក្តីសុខលោកមិនដែលមកប្រកាន់អីយើងជេរលោកសិក្សាមើលពីចិត្តលោកទៅជ្រះថ្លាឃើញទេបណ្ដំគ្នាខ្លះទៅបួសជាភិក្ខុនៃដែរទៅខ្លះក៏ដល់នៅបត្រៃសនគមទៅហើយចុះបើយើងជេរទៅជេរមកថ្ងៃណាវាចប់អញ្ចឹងបានជាចម្លើយព្រះអង្គព្យាករមាន4វិធីឆ្លើយទី1សំណួរខ្លះសួរវែងតែឆ្លើយខ្លីតែខ្លីចប់ហ្មងយើងការអธิบายវែងមកបាត់សួរហ្នឹងឆ្លើយតែខ្លីសំណួរខ្លះឆ្លើយមួយម៉ាត់ពីរម៉ាត់ទេប៉ុន្តែត្រូវពន្យល់វែងទៅធ្វើអា conclusion ចុងក្រោយសំណួរខ្លះសួរមកត្រូវសួរទៅវិញសិនមិនអាចឆ្លើយភ្លាមបានទេឧទាហរណ៍ដូចជាអភ័យរាជកុមារបានប្រយងពីសច្ចកៈនៃគ្រួនមកអញ្ចឹងសួរថាតើព្រះអង្គដែលនិយាយធ្វើឲ្យគេឈឺចាប់អត់សួរអញ្ចឹងហើយគេឲ្យចម្លើយពីរស្រេចហ្នឹងឆ្លើយមួយណាក៏ត្រូវជន់កែងដែរគេណាចេតនាវាអាក្រក់មកអញ្ចឹងហើយអភ័យរាជកុមារប្រកេនចង្ហាន់ព្រះអង្គហើយយកកូនតូចយកមកដាក់លើភ្លៅគិតថាបើជជែកចាញ់ព្រះអង្គក្តិចគោនិយមថាចាំថ្ងៃក្រោយខ្ញុំនិយាយគ្នាទៀតសួរព្រះអង្គថាបើពិតព្រះអង្គនឹងចម្រើនតើព្រះអង្គធ្លាប់និយាយធ្វើឲ្យនរណាម្នាក់ឈឺចាប់អត់មានចេតនាធ្វើឲ្យនរណាម្នាក់ឈឺចាប់អត់ព្រះអង្គអត់ឆ្លើយប៉ុន្តែសួរទៅវិញសិនមុននឹងតថាគតឲ្យចម្លើយតថាគតសួរបន្តិចបានទេ
ថាបានឧទាហរណ៍កូនដតូចនៅលើភ្លៅរបស់អ្នកច្រឡំលេបអំបែងឬក៏ឆ្អឹងអីមួយវាស្លាក់ជាប់នឹងកតើអ្នកក៏បីធ្វើម៉េចបើពិតព្រះអង្គដែលចម្រើនបើដូច្នោះមែនខ្ញុំព្រះអង្គនឹងយកម្រាមដៃខ្វេះចេញហើយបានព្រះអង្គត្រាស់ថាមនាលអភយរាជកុមារអ្នកគិតបន្តិចទៅមើលបើអ្នកយកដៃខ្វេះអ្នកមិនខ្លាចកូនឈឺចាប់ទេឬទេឈឺចោះកុំឲ្យតែស្លាប់ខ្ញុំព្រះអង្គមិនមានចេតនាចង់ឲ្យឈឺទេប៉ុន្តែវាជៀសវាមិនរួចបានព្រះអង្គថាមនាលភិក្ខុទាំងឡាយដូចគ្នាតថាគតគ្មានបំណងឲ្យអ្នកណាម្នាក់ឈឺចាប់ឡើយប៉ុន្តែពាក្យត្រូវវាតែងតែជាទីឈឺចាប់របស់មនុស្សអាក្រក់ពីព្រោះយើងដឹកនាំឲ្យត្រូវវាតែងតែជាទីឈឺចាប់របស់មនុស្សអាក្រក់ពីព្រោះវាប៉ះពាល់ដល់មុខរបរវាប៉ះពាល់ដល់ការធ្វើរបស់គេវាត្រូវហែកបកអាក្រាតមកអញ្ចឹងវាត្រូវតែជាទីឈឺចាប់របស់មនុស្សអាក្រក់ហើយតែតថាគតគ្មានបំណងឲ្យឈឺចាប់ដូចជាអ្នកខ្វេះយកឆ្អឹងនៅក្នុងករបស់កូនអ្នកដូច្នោះដែរអញ្ចឹងទៅបានអភយរាជកុមារថាអូតែប៉ុណ្ណេះសច្ចកនិក្រមបរាជ័យបាត់ឃើញទេជ្រះថ្លានឹងព្រះអង្គហើយសំណួរខ្លះទៀតគឺត្រូវបងអង្គសិនព្រះអង្គថាត្រូវបងអង្គសិនពីព្រោះឆ្លើយវាអត់ប្រយោជន៍អញ្ចឹងការនៅស្ងៀមហ្នឹងហើយអ្នកប្រាជ្ញក្នុងលោកហ្នឹងជួនកាលគេគ្រាន់តែយកតាមព្រះអង្គប៉ុន្តែព្រមថាព្រះអង្គតែសំណួរទី4ហ្នឹងគឺថានៅស្ងៀមគណៈខ្លះគឺត្រូវនៅស្ងៀមពេលគេសួរដឡៃឡាម៉ាលោកនិយាយតាមព្រះអង្គហ្នឹងឯងប៉ុន្តែលោកព្រមបង្វែរពាក្យបន្តិចទៅគឺគេឃើញថាជាពាក្យរបស់ដឡៃឡាម៉ាទៅនិយាយទៅភ្លេចព្រះបាត់អស់ទៅដឡៃឡាម៉ាលោកថាជួនកាលការនៅស្ងៀមក៏ជាចម្លើយដែរហ្នឹងពុទ្ធអ្នកថាណាអ្នកប្រាជ្ញដ៏ច្រើនអាត្មាឃើញសរសេរផុសហ្នឹងសិតតែពាក្យពុទ្ធទាំងអស់ថ្ងៃណាមួយបង្កើតក្រុមមួយបង្អាប់អ្នកទាំងអស់ហ្នឹងបន្តិចមកនិយាយទៅតាមពុទ្ធឲ្យយកមកធ្វើរបស់ខ្លួនឯងអស់ហើយបន្តបន្តិចទៀតថាតើត្រូវតបតយ៉ាងណាចំពោះអ្នកដែលបង្កាច់យើងអញ្ចឹងយើងត្រូវសិក្សាអំពីអ្នកដែលកំពុងនិយាយបង្កាច់យើងបន្តិចមួយនិយាយបង្កាច់មួយនិយាយចំចំណុចដែលយើងខុសមែនហ្នឹងផ្សេងគ្នាណាបើគេនិយាយមានចេតនាលាបពណ៌ឬក៏មានចេតនាបង្កាច់អញ្ចឹងក្នុងចេតនារបស់គេយើងត្រូវដឹងឲ្យច្បាស់ថាគេមានបំណងចង់ឲ្យយើងឈឺចាប់ហើយគេចង់ឲ្យយើងលំបាកគេចង់ឲ្យយើងឈឺចាប់ឃើញទេអញ្ចឹងបើយើងឈឺចាប់តាមអ្វីដែលគេបាញ់មកហ្នឹងហើយរឿងហ្នឹងអត់ពិតទេតែគេនិយាយហ្នឹងធ្វើឲ្យយើងលោតធ្វើឲ្យយើងឈឺចាប់បើយើងឈឺចាប់តាមអ្វីដែលគេនិយាយមានន័យថាបំណងរបស់គេព្រួញគឺមាត់របស់គេព្រួញគឺអណ្ដាតរបស់គេបានសម្រេចហើយក៏ប៉ុន្តែប្រសិនបើការបាញ់របស់គេនោះដោយមាត់ណាវាមិនបានធ្វើឲ្យយើងឈឺចាប់ទេហើយការងាររបស់យើងនៅតែធ្វើអ្នកដែលឈឺចាប់គឺអ្នកនោះឯងខាតទាំងពេលវេលាកើតទាំងបាបព្យាយាមឥតប្រយោជន៍ឧបមាដូចជានឹងព្រះអង្គសម្ដែងឧបមាដូចជាបរោះម្នាក់កាន់គប់ភ្លើងមួយដ៏ធំដោយបំណងថាអញនឹងទៅដុតសមុទ្រឲ្យឆេះរីងខ្ទេចនៅពេលដែលកាន់គប់ភ្លើងដុតយ៉ាងសន្ធោសន្ធៅក៏រត់ទៅភ្លើងនោះក៏វាជះកម្ដៅមកលើខ្លួនណាមួយរត់ទៅក៏ប្រើរយៈពេលរយៈចម្ងាយឆ្ងាយទុកជលក់មកផ្លេតទៅក៏រលត់អស់ជលក់ទៅក៏រលត់អស់មនាលភិក្ខុទាំងឡាយតើអ្នកណាជាអ្នកនឿយហត់អត់អំពើសមុទ្រឬក៏ជាបរិសុទ្ធមនុស្សមួយទៀតបរិសុទ្ធម្នាក់កាន់ជាប់កាន់ខែលយកទៅពុះផែនដីដោយបំណងថាអញនឹងធ្វើផែនដីឲ្យទៅជាមិនមែនផែនដីមានន័យថាកំចាយផែនដីនេះឲ្យរលាយទីបំផុតផែនដីនៅតែជាផែនដីផែនដីនៅតែជាផែនដីមនាលភិក្ខុទាំងឡាយតើអ្នកណាជាអ្នកនឿយហត់ឥតប្រយោជន៍ផែនដីឬក៏បរិសុទ្ធនោះដូចគ្នាមនាលភិក្ខុទាំងឡាយចូលអ្នកទាំងឡាយធ្វើចិត្តឲ្យដូចទឹកសមុទ្រធ្វើចិត្តឲ្យដូចជាផែនដីអ្នកនឹងរមែងមិនញាប់ញ័រដោយសារការដុតរបស់អ្នកដទៃឡើយឃើញទេពាក្យហ្នឹងពីរោះប៉ុន្តែការងារនៅតែធ្វើអ្នកនៅតែធ្វើការងារដែលអ្នកគួរធ្វើនឹងចឹងទី1វាពង្រឹងនៅសមត្ថភាពផ្លូវចិត្តរបស់យើងផងទី2ធ្វើឲ្យអ្នកដទៃស្មានយើងមិនត្រូវប៉ុន្តែបើគេកាច់ភ្លាមយើងតភ្លាមយើងច្រើនតែមានចំណុចខ្សោយពីព្រោះកើតដោយចិត្តច្រឡោតឧបមាដូចជាសត្វស្លាបអញ្ចឹងសត្វស្លាបអាត្មានៅពីក្មេងគេធ្លាប់វាយលុបសត្វវាទុំនៅលើដើមឈើ
តទុំនៅលើដើមឈើពេលយប់គឺវាយមកប្រាវទៅហើយគឺវាយលុបមកខាងគឺដាក់សំណាញ់ឈើពីរទៅវាហើរព្រុលដោយអត់បានមើលឃើញទេដូចចឹងទៅចូលលុបនេះជាការឧទាហរណ៍យ៉ាងល្អថាដល់ពេលដែលគេគោះយើងគេចង់ឲ្យយើងលោតចង់ឲ្យយើងច្រឡោតកាលណាបើយើងច្រឡោតភ្លាមយើងនឹងមានចំណុចខ្សោយយើងត្រូវបានគេដឹងថាជាបុគ្គលបែបម៉េចកម្រិតចិត្តបែបណាគេដឹងភ្លាមតែម្ដងអញ្ចឹងបានជាការអត់ធន់នេះមិនមែនអត់ធន់ជាមួយនឹងពាក្យរបស់គេនោះទេគឺត្រូវបង្ក្រាបចិត្តអាក្រក់របស់យើងចិត្តច្រឡោតរបស់យើងសិននឹងជាសេចក្តីអត់ធន់មិនមែនអត់ធន់នឹងតល់ច្រកខ្លាចគេមិនហ៊ាននិយាយមិនមែនអញ្ចឹងទេគឺត្រូវតែទប់នៅអារម្មណ៍ឆេវឆាវរបស់យើងសិនមើលស្ថានភាពសិនដូចសត្វស្លាបនឹងអញ្ចឹងប្រសិនបើវាមិនផ្អើលដោយសារការគោះរបស់គេទេវានឹងមិនជាប់លុបទេយ៉ាងណាមិញអ្នកដែលចង់មូលបង្កាច់យើងណាគេមានចេតនាយូរហើយគេបានគិតយូរហើយតើត្រូវធ្វើម៉េចត្រូវចុចម៉េចត្រូវចាក់ម៉េចហើយដល់តែយើងលឺភ្លាមយើងច្រឡោតភ្លាមយើងអត់បានត្រៀមយើងអត់បានគិតអីទាំងអស់ទៅមានកំហុសតែម្ដងបានព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សម្ដែងថាមនាលភិក្ខុទាំងឡាយចូលអ្នកទាំងឡាយត្រាច់ចរដូចជាសត្វបក្សីដោយម្ដេចដែលហៅថាត្រាច់ចរដូចសត្វបក្សីគឺត្រាច់ចរដោយមិនមានស្នាមគឺសេចក្តីក្រោធមនុស្សកាលណានិយាយដោយសេចក្តីក្រោធធ្វើអ្វីដោយសេចក្តីក្រោធវាចូលនៅក្នុងអកតេធម៌ដដែលនោះដែលយើងលើកពីដើមមកសម្រាប់អ្វីដោយការខឹងក្រោធវានឹងមានស្នាមនោះគឺកំហុសនឹងតែម្ដងអញ្ចឹងបើបង្ក្រាបចិត្តជ្រួលច្របល់មិនបានបង្ក្រាបចិត្តក្រឡកនឹងមិនបានសម្រាប់កិច្ចការអ្វីមួយអ្នកនឹងមានស្នាមគឺកំហុសដោយព្រះអង្គសម្ដែងថាណដ្ឋិតោសៈសមោកលៈគ្មានកំហុសអ្វីឲ្យខ្លាំងជាងតោសៈទេតោសាកតិនឹងឯងនឹងចឹងសូមអនុមោទនាសាធុគណៈសូមអរគុណសង្ឃឹមតែម្ចាស់សំណួរបានយល់ច្បាស់ហើយឃើញថាក្បោះក្បាយមែនតើគណៈសូមស្រីទាំងឡាយអើយកុំភ្លេចឡើយផ្លូវល្អគឺធម៌ព្រះពុទ្ធប្រសើរផុតលោក